sốc sai ở tất tha chạy phèo hỏi khó ba mà ngày mà nói 50 khó cho chạy 3 ngày sốc sai ở tất chạy 3 ngày chạy cái đấy mẹ môi chạy pri sầm hé mà mớm pram pon nhầm lụa này chỉ ca nôm han chơi nhau mày nhà tao online cứ nhầm lụa đập bờแต่បងប្អូនកសិករខ្លះឲ្យតែលឺខ្ញុំនិយាយមើល5គាត់ចាប់តាមថាខ្ញុំយកទៅខាងលិចខាងកើតអីមកដាក់ក្រុមគល់ក្រុមអីចឹងណាកុំឲ្យគាត់សម័យអញ្ចឹងត្រេនច្រើនណាស់ស្រុកយើងឲ្យគាត់គ្រឿងព្យាយាមផ្សព្វផ្សាយបានក្នុងស្រុកយើងមានច្រើនណាស់មិនខ្វះទេចកាធំមកអូនចកាខ្លះ500តោនចកាខ្លះ1000តោនក៏មានដែរពួកគាត់ដាំបានហើយជួយថាពួកគាត់យកទៅណាបើគាត់មិនចាយបានក្នុងស្រុកទាំងដែរវ៉ាន់ក្នុងស្រុកកោក្ដីយើងអត់លួចយើងទៅលក់អវ៉ាន់នាំចូលធ្វើអីសួរអីចាវាសួរអូនអញ្ចឹងឥឡូវនេះគឺថាដល់ពេលដែលត្រូវប្រមូលផលបាទទៅដោះគោស្ងួតម៉ាន់ថងតែជាថាការប្រមូលផលពេញដៃនៅដើមរដូវកាលណាអញ្ចឹងតើអ៊ីដែលសន្យាការមុនថាបង្ហាញតម្លៃថាអ៊ីលក់ប្រមាណនៅក្នុង1គីឡូណាអញ្ចឹងបងប្អូនយើងជាច្រើនបាទចង់ដឹងទាំងខ្ញុំអីក៏ចង់ដឹងដែរថាតើអ៊ីលក់ប្រមាណនៅក្នុងការប្រមូលផលទៅដោះគោស្ងួតម៉ាន់ថងយើងដើមដៃនេះចាខ្ញុំធៀងចេញវីដេអូថ្ងៃទី25ទេតរេនយើងវាអត់តាមចាស់អូនអើយឥឡូវចាស់ហើយចាស់ពេញបបោហើយអ្នកញ៉ាំក៏រងចាំតម្លៃពិតប្រកបដែរឥឡូវខ្ញុំធៀមដាក់ហើយតែគាត់ថាខ្ញុំថ្ងៃមុនគាត់ខ្ញុំប្រកាសថាធៀមថាធៀមចាំតម្លៃល្អមើល5ឆ្នាំហ្នឹងស្រាប់មានបងប្អូនជីកសិករអ្នកផលិតតរេនដូចខ្ញុំអញ្ចឹងណាស្រាប់គាត់ថាឈ្មោះកដាវាយ1គីឡូ15000ធ្វើឲ្យកសិករបាក់ចិត្តចុះខ្ញុំចង់សួរត្រឡប់ទៅពួកគាត់វិញថាបើពួកខ្ញុំផលិតបានដឹងយកតាណាឥឡូវច្រើនណាចកាធំផលិតបានច្រើនណាអូនពួកគាត់ចកាកសិករចង់និយាយថាគាត់មាន4 500ដើមម៉េចគាត់មានឈ្មោះចូលទិញគាត់ដែរតែក៏មិនមែន1គីឡូបានគាត់លក់ឲ្យចិនណាបាន1គីឡូ15000ដែរបើសិនជាចិនទិញ15000មកតាក់តងមកខ្ញុំក៏មានដែរ1000តោនជាងលើដៃខ្ញុំនេះតែលក់អត់ចាញ់ទេខ្ញុំក៏អធិស្ឋានដែរសម្រាប់ថាបើមានចិនមានឈ្មោះណាមកយកយើងក៏វាស្បោយដែរវាស្បោយក្នុងស្រុកច្រើនដែរតែស្រុកខ្មែរយើងច្រើនណាអូនអត់ខ្វះណាតែអត់ព្យាយាមថាចុះផ្សព្វផ្សាយថាយើងនេះមានច្រើនណាស់តរេនយើងមិនមែនអត់ទេខ្ញុំថាដំបូងណាឆ្នាំនេះការផលកម្មកម្មជាកសិករយើងនេះផលិតកម្មបានច្រើនហ្មងចាហើយឥឡូវហ្នឹងដល់ខែសបោមែនតើខ្ញុំសន្យាខ្ញុំថាដាក់1គីឡូ15000តែឥឡូវខ្ញុំដាក់15000មែនតា15000បងប្អូនយ៉ាងអូសាតូអ៊ីលូ15000បងប្អូន15000យើង15000នេះគាត់ថាមិនមែនទៅដើមម្ដៅនេះរហូតតែហ្មងអី15000វាអាចនឹងចុះទៀតវាមិនមែនថាថ្លៃទេ15000ហ្នឹងបើសិនជាថាវាចូលទីផ្សារដូចខ្ញុំនិយាយចឹងអូម៉ាស៊ីនអ្នកផលិតតរេនដូចគ្នាឆ្នាំហ្នឹងគាត់អាចនឹងឃើញខ្ញុំនិយាយទៅរឿងពិតអីខ្ញុំអត់ចេះថាជាប់ផលិតអ្នកណាទេធម្មតាអ្នកផលិតតរេនចង់បានថ្លៃដូចគ្នាអញ្ចឹងជំនាន់ខ្ញុំដាំម្រេចអូនការដាំ$3-10ពេលយើងដាំហើយធ្លាក់1គីឡូ7-8000ក៏ពួកខ្ញុំទទួលយកដែរព្រោះខ្ញុំដាំមួយខ្ញុំយកតាណាមានតែដាក់ហាលទៀតពេញម្រេចបើគេមិនទិញមានដាំហាលខ្ញុំយកឧទាហរណ៍ចុះតែតរេនពួកខ្ញុំនឹងធ្វើមិនកើតទេបើមិនគេមិនទិញបោកដាក់ខ្លះសេមិនក៏អស់ដែរតែទុំជ្រូរូមកហ្មងអូននិយាយការពិតហ្មងតែទុំដល់ជ្រូចាជ្រូហ្មងដល់ថ្ងៃទុំត្រូវតែទុំជ្រូនឹងយកតាណាទេចឹងណាទេឥឡូវឈ្មោះខ្ញុំចង់និយាយថាពួកគាត់ទិញបជាទិញការទិញដែរតែទិញអត់តាន់អស់ទេទិញអត់តាន់អស់ទេក្នុងស្រុកយើងស្បោណាតរេនខ្មែរយើងអត់ខ្វះទេខ្ញុំនិយាយថាអត់ខ្វះទេតរេនហ្នឹងតែអ៊ីនឹងបើកឲ្យបងប្អូនយើងចូលលេងនៅចំការតរេនបើអ៊ីនៅលើភ្នំហាន់ជ័យហ្នឹងនៅថ្ងៃណាដែរអីហើយតើអ៊ីនឹងមានប្រូម៉ូសិនអីអត់សម្រាប់ជូនបងប្អូនយើងដែលគាត់អញ្ជើញទៅលេងនៅចំការអ៊ីណាមានតាអូនខ្ញុំធៀមប្រូម៉ូសិនតរេន450គ្រាប់ខ្ញុំបើកឲ្យចូលលេងនៅចកាថ្ងៃទី29ថ្ងៃ30ថ្ងៃ31ខ្ញុំព្រីតរេនមួយថ្ងៃ150គ្រាប់ថ្ងៃសុក្រ150ថ្ងៃសៅរ៍150ថ្ងៃអាទិត្យ150គ្រាប់បាទអញ្ចឹងតម្លៃសម្រាប់អ៊ីលក់គឺ15000អញ្ចឹងបងប្អូនយើងឆ្ងល់ទៀតតើតាក់ទងជាមួយនឹងទីតាំងកន្លែងណាដែលអ៊ីលក់តម្លៃតរេន15000ហ្នឹងណាហើយចំពោះបងប្អូនដែលគាត់ទិញអនឡាញដែលចង់ទិញអនឡាញតើគាត់អាចទិញតាមរយៈណាបានហើយតាក់ទងមួយតម្លៃទិញផ្ទាល់ទិញដល់ចកាក៏ដូចជាតម្លៃទិញតាមអនឡាញហ្នឹងតើ15000ដូចគ្នាឬក៏យ៉ាងណាអីអរអូនបញ្ជាក់មួយសម្រាប់15000ខ្ញុំលក់នៅចកាភ្នំហាន់ជ័យខ្ញុំឯនៅចកាខ្ញុំបើកពីធំថ្ងៃសុក្ររហូតដល់អស់តរេនបើវាកាត់បាន2ខែលក់ទាំង2ខែមកអស់ថ្ងៃណាឈប់ថ្ងៃហ្នឹងតរេនខ្ញុំហ្នឹងណាតែចង់ប្រាប់បងប្អូនថាអញ្ចេះតម្លៃ15000ចកាភ្នំហាន់ជ័យមួយមានមួយទីតាំងបន្ទាប់មកស្តុបទាំងត្រង់ផ្លូវបាយជា4ហ្នឹងហើយកំពង់ចាមខ្ញុំមាន2ទីតាំងដែរនៅមុខទេវផារីឆ្នាំពេទ្យនិងហាងតែគុជប្រាហ្គនហើយនឹងផ្ញើតាមអនឡាញគឺខ្ញុំលក់17អញ្ចឹងបងប្អូនជួយទិញទៅ17ដើម្បីបានពួកគាត់ធ្វើការខ្លះក្មេងៗយកទៅផ្ញើក៏អស់សបកកែសបកអីអញ្ចឹងណាអូនហើយទៅអ្នកកំពង់ចាមនេះថាគាត់ខ្ជិលជិះទៅចកាគាត់ទិញនៅកំពង់ចាមនោះ17000ឯងពួកខ្ញុំលក់បានតម្លៃខុសគ្នាអញ្ចឹងអីដោយសារអូនអើយ
ដឹកពីចការទៅនៅព្រេងសាំងអីឆ្នាំហ្នឹងឡើងថ្លៃចឹងឲ្យចាសុំ2000ដើម្បីពួកគាត់ជិលមកចការក៏គាត់ទិញទៅបាទអញ្ចឹងអ៊ីជាចុងក្រោយតែអ៊ីមានពាក្យពេចន៍អ្វីចង់ផ្ដាំផ្ញើទៅដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាបងអ្នកដែលគាត់ផលិតតរ៉េនអ៊ីដែរដូចជាអ្នកលក់តរ៉េនអ៊ីដែរអញ្ចឹងណាតើអ៊ីមានអីចង់និយាយទៅកាន់ពួកគាត់អត់ចាជាចុងក្រោយក៏អរគុណបងប្អូនទាំងអស់គ្នាតែគ្រប់គ្រងចការជាថេវហ៊ីទីភ្នំហាន់ជ័យពួកគាត់សុខភាពល្អហើយជួយទិញតរ៉េនឲ្យខ្ញុំបានច្រើនហើយអ្នកផលិតតរ៉េនហ្នឹងក៏ឲ្យបានឆ្នាំហើយឲ្យបានច្រើនហើយទីផ្សារល្អគាត់ខ្ញុំបញ្ជាក់ប្រាប់បងប្អូនថាអញ្ចឹងពេលខ្លះខ្ញុំលក់15000អញ្ចឹងពួកគាត់ចេះអាម៉ៃថាតរ៉េនមកពីកើតពីជើងពីលិចពីត្បូងអីអញ្ចឹងហើយកុំគិតថាអញ្ចឹងបែរដល់ដល់ហ្នឹងបានខ្ញុំលក់តរ៉េនក្នុងស្រុកយើងតែ1គីឡូ15000នេះចង់និយាយថាពោះជាតម្លៃលក់ទៅចិនហើយអូនខ្ញុំចង់និយាយចេះទៅចិនអត់បាន1គីឡូ15000ទេ12000ទេគេរើសិត AB ទៀតហ៎លេខ1លេខ2និយាយចេះទៅមានបងប្អូនខ្លះក៏គាត់និយាយថាឲ្យតែលើឈ្មោះកដាលប្រកាស15000គាត់អស់កម្លាំងចិត្តនឹងធ្វើខ្ញុំចង់សួរថាគាត់ដែលគាត់និយាយគាត់លក់បាន1គីឡូប៉ុន្មានហើយចេះខ្ញុំក៏មិនខឹងគាត់ដែរគាត់ធ្វើតិចគាត់លក់បានគាត់មានគីឡូលក់តាណារឿងមកគាត់តែសម្រាប់អ្នកធ្វើច្រើនគាត់យកតាណាខ្ញុំគាត់ប្រាប់អញ្ចឹងនេះក៏ខ្ញុំផ្ដាំទៅគាត់ថាកុំគិតចឹងឲ្យជួយផ្សព្វផ្សាយអីវ៉ាន់ក្នុងស្រុកយើងឲ្យបានច្រើនណាបងប្អូនយើងដាំដុះបានច្រើនណាគ្រប់គ្នា5ឆ្នាំទៀតក៏កាន់តែមានទៅទៀតដែរមិនបាច់យកអីវ៉ាន់អ្នកជិតខាងមកលក់ទេអីវ៉ាន់យើងអត់ខ្វះទេអូនជួយទិញទៅហើយភ្នំហាន់ជ័យខ្ញុំចការខ្ញុំ20ហាត់ជាងមែនអុបមកថាបើខ្ញុំខ្វះពុតកងបងប្អូនទៅឲ្យសុបទាំងត្រង់ទៅហើយកុំភ័យថាខ្ញុំដឹកពីណាពីណីមកគឺអត់ទេខ្ញុំស្មោះសរខ្ញុំលក់យកបេះដូងមកចាយហ្មងបាទហើយខ្ញុំចាយតែអាវ៉ាន់ក្នុងស្រុកទេបើមិនឲ្យខ្ញុំដាក់សំយកឲ្យខ្ញុំដាក់ឡានអីចាំអីលក់តរ៉េនមួយឆ្នាំអីទិញ500ចិត្តដឹកតរ៉េនដងបងប្អូនជាប្រវត្តិយើងសួរនៅក្នុងខមមិនថាអញ្ចេះឃើញអីដឹកតរ៉េនមកដាក់ឡានសំយ៉ងហ្នឹងមិនវិញអីយកមកពីខាងណាពីខាងណីអីគាត់នៅតែមិនទុកចិត្តចឹងណាអីមានអីបកស្រាយទៅកាន់ពួកគាត់ដែរអធិស្ឋានបងប្អូននិយាយលេងញ៉ាំទីសិនណាចាំអីលក់តរ៉េនមួយឆ្នាំអីទិញ500ចិត្តដឹកតរ៉េនដងតែឥឡូវអីលក់អត់ធំបានទេតរ៉េនឆ្នាំនេះចឹងអីដាក់អាសំយ៉ងសិនឥឡូវខ្ញុំចង់និយាយប្រាប់បងប្អូនថាអញ្ចេះតរ៉េនខ្ញុំមានទិញទួយទេមាន1000ដើមជាងទេដីខ្ញុំ20ហាត់ជាងមកតែខ្ញុំជាដេប៉ូចាយខ្ញុំឈ្មោះកដាមួយហើយខ្ញុំចាយតែអាវ៉ាន់ក្នុងស្រុកទេបើមិនឲ្យខ្ញុំដាក់សំយកឲ្យខ្ញុំដាក់ឡានអីទី1ទី2ខ្ញុំពិតជាបានលក់អាវ៉ាន់ខ្មែរពិតមែនចការជាតិខាងអត់ខ្វះទេបងប្អូនខ្ញុំកន្លែងណាគេហៅទិញដែរមកចការខ្លះខ្ញុំទិញដល់500តោននឹងចការមួយចង់ប្រាប់បងប្អូនថាជឿជាក់លើខ្ញុំពេលដែលខ្ញុំលុយខ្ញុំយកបេះដូងមកចាយខ្ញុំអត់ចង់បានលុយដែលគេស្ដីឲ្យខ្ញុំខ្លាចទៅរឿងច្បាប់រឿងអីគេចាប់មុខក្រោយទៅណាទៅណីអត់ទេបងប្អូនអ្នកញ៉ាំតរ៉េនរងចាំខែ6សបោណាហូហៀសបោហ្មងតរ៉េនយើងខែ6ខែ7ហ្នឹងដឹងសបោឲ្យជន់ហ្មងអញ្ចឹងកុំភ័យតរ៉េនខ្ញុំគ្រប់គងអគ្រប់ចការហាន់ជ័យមែនតែចការបងប្អូនយើងនៅឆ្ងាយគាត់លួចខ្ញុំយកឡានសំយ៉ងទៅដឹកយកមកដាក់ហាន់ជ័យមិនមែនខ្ញុំទិញមកពីកើតពីលិចពីជើងត្បូងដូចបងប្អូននៃការសម័យឃើញធម្មតាគាត់ចេះតែខ្លាចចឹងត្រូវបើគាត់ហើយព្រោះឥឡូវគាត់អត់មានជំនឿក្នុងការញ៉ាំតរ៉េនហ្នឹងហ្មងវាមានពិភពច្បាស់លាស់ឬព័ត៌មានខាងលិចខាងកើតខាងជើងខាងនោះគាត់ក៏ភ័យទេកុំថាខ្ញុំក៏ភ័យគាត់ក៏ភ័យដែរព្រោះញ៉ាំទៅខ្លាចខូចសុខភាពគាត់ហើយគិតមើលគាត់មិនខ្លាចហើយអញ្ចឹងហើយអាចចំណុចយើងចង់បកស្រាយប្រាប់បងប្អូនថាកន្លែងភ្នំហាន់ជ័យខ្ញុំគឺជាដេប៉ូដាក់ស្តុកតរ៉េនសម្រាប់ឲ្យបងប្អូនមកលេងមកទិញមកញ៉ាំតាមបេះដូងទិញ1ទិញ2ក៏ខ្ញុំលក់ដែរតែបើឲ្យលើដើមនេះឥឡូវគាត់ថាចង់មកផ្លែមួយនេះឲ្យកូនចៅគួរតែបទឹក9ខ្ញុំកាត់ទៅលើដើមមកគាត់ទៀតតែបើខ្ចីកាត់អត់ទាន់បានទេអរគុណអ៊ីមែនតើបាទដែលអ៊ីលក់តរ៉េនតែរបស់ខ្មែរទេអញ្ចឹងបងប្អូនយើងគឺថាហូបដោយទំនុកចិត្តហូបដោយបាទមានអារម្មណ៍ថាសុវត្ថិភាពអញ្ចឹងអរគុណច្រើនអ៊ីហើយជួបបងអ៊ីបាទលក់តរ៉េនចាំនេះដាក់តម្លៃទាបជួបបងប្អូនយើងជាពលរដ្ឋញ៉ាំបានទាំងអស់គ្នាបាទអរគុណច្រើន15000កុំភ្លេចគ្រប់ត្រ